OpenAI ស្វែងរកមូលនិធិ$100,000ដើម្បីទប់ទល់នឹងគូប្រជែង OpenAI កំពុងស្វែងរកការគារមូលនិធិរហូតដល់$100,000 ChatGPT ដែលជាកម្មវិធីជជែកឆ្លាតវៃរបស់ OpenAI បានរកចំណូលពីការទូទាត់សរុបលើសពី$3,000,000ក្នុងរយៈពេល31ខែបន្ទាប់ពីការបាក់ឲ្យប្រើប្រាស់ថ្មីៗនេះ OpenAI បានប្រកាសភាពអាសន្ន Code Red នៅផ្ទៃក្នុងខណៈដែលវិបត្តិបានកើនឡើងដោយសារការតាមប្រគាកពីគូប្រជែងដូចជា Google ជាដើមទោះយ៉ាងណាតាមរយៈការជំរុញឲ្យមានការផ្ដល់មូលនិធិទ្រង់ទ្រាយធំនិងការពង្រីកគំរូប្រាក់ចំណូលក្រុមហ៊ុនកំពុងតែផ្លាស់ប្ដូរស្ថានភាពនេះវិញលោក Sam Altman នាយកប្រតិបត្តិរបស់ OpenAI ក៏បានបង្ហាញទំនុកចិត្តដោយថ្លែងថា OpenAI គ្រោងនឹងបន្តឈានមុខគេជានិច្ចនៅថ្ងៃទី18ម៉ោងក្នុងតំបន់កាសែត Wall Street Journal បានរាយការណ៍ថា OpenAI កំពុងស្វែងរកមូលនិធិរហូតដល់$100,000,000ក្នុងជុំវិនិយោគមួយដែលគ្រោងនឹងបញ្ចប់នៅត្រីមាសទី1នៃឆ្នាំក្រោយក្នុងករណីនេះតម្លៃក្រុមហ៊ុនត្រូវបានរំពឹងថានឹងកើនដល់$830,000,000ប្រហែល$1.124 trillion វ៉ុនប្រសិនបើសម្រេចវានឹងវាដាច់ SpaceX ដែលជាក្រុមហ៊ុនអវកាសឯកជនគ្រប់គ្រងដោយនាយកប្រតិបត្តិ Tesla លោក Elon Musk ដែលត្រូវបានប៉ាន់ស្មានថាមានតម្លៃ$800,000,000នឹងបង្កើតកំណត់ត្រាជាក្រុមហ៊ុន Startup មិនទាន់ចូលទីផ្សារភាគហ៊ុនដែលមានតម្លៃខ្ពស់បំផុត OpenAI បានបើកសម័យកាលការធ្វើឲ្យ AI ក្លាយជារឿងទូទៅដោយការដាក់ឲ្យប្រើប្រាស់ ChatGPT នៅខែវិច្ឆិកាឆ្នាំ2022វាមិនត្រឹមតែបានក្តោបក្តាប់ទីផ្សារគំរូភាសាធំប៉ុណ្ណោះថែមទាំងបានទទួលស្គាល់ម៉ាកយីហោដោយបានទទួលការវាយតម្លៃថាជាអ្នកខ្លាំងបំផុតនៅក្នុងពិភពគំរូ AI បើទោះជាខ្លួនជាក្រុមហ៊ុន Startup មិនស្វែងរកប្រាក់ចំណេញក៏ដោយទោះយ៉ាងណាក៏ដោយថ្មីៗនេះគូប្រជែងដូចជា Google, Anthropic និង xAI កំពុងតែតាមប្រគាកនៅក្នុងការវាយកម្ពស់សំខាន់ៗដែលវាតម្លៃសមត្ថភាព AI គំរូពីក្រុមហ៊ុនផ្សេងៗកំពុងប្រកួតប្រជែងយ៉ាងស្វឹកស្វាញនាំឲ្យមានការវិភាគថា OpenAI មិនមែនជាអ្នកខ្លាំងដាច់គេទៀតទេជាការឆ្លើយតប OpenAI កំពុងជំរុញឲ្យមានការផ្ដល់មូលនិធិទ្រង់ទ្រាយធំដើម្បីត្រៀមក្របរំអប់ឬធនធាននេះគឺដើម្បីបង្កើនការអភិវឌ្ឍបច្ចេកវិទ្យានិងការវិនិយោគលើហេដ្ឋាសម្ព័ន្ធ Wall Street Journal បានវិភាគថានៅក្នុងទីផ្សារដែលផ្លាស់ប្ដូរយ៉ាងឆាប់រហ័សដើមទុនចំនួនក្រានច្រើនគឺចាំបាច់ដើម្បីបង្កនូវភាពប្រកួតប្រជែងនិងកសាងគំរូ AI យោងតាម Wall Street Journal បានឲ្យដឹងថា OpenAI មានសមត្ថភាពស្វែងរកមូលនិធិយ៉ាងរឹងមាំ SoftBank បានយល់ព្រមវិនិយោគ$30,000,000លើ OpenAI នៅដើមឆ្នាំនេះនិងកាលពីខែមុនក្រុមហ៊ុនបានលក់ភាគហ៊ុន NVIDIA ចំនួន$5.8,000,000ដើម្បីធានាមូលនិធិវិនិយោគ AI ថ្មីៗនេះវាក៏បានតាក់ទាញការវិនិយោគចំនួន$1,000,000ពី Disney ផងដែរយោងតាម Figures ដែលទីក្រុមហ៊ុនវិនិយោគទីផ្សារទូរស័ព្ទ ChatGPT បានរកចំណូលពីអ្នកប្រើប្រាស់សរុបលើសពី$3,000,000ក្នុងទីផ្សារកម្មវិធីទូរស័ព្ទក្នុងរយៈពេល31ខែបន្ទាប់ពីការដាក់ឲ្យប្រើប្រាស់នេះគឺប្រហែល5ដងនៃចំនួនទឹកប្រាក់$48.9លានកាលពីឆ្នាំមុននិងប្រហែល58ដងនៃចំនួន$42.9លានពីឆ្នាំ2023ខែកញ្ញាដល់ខែធ្នូ TechCrunch ដែលជាសារព័ត៌មាន ET របស់សហរដ្ឋអាមេរិកបានថ្លែងថាការទទួលស្គាល់ ChatGPT ពីសំណាក់អ្នកប្រើប្រាស់បានកើនឡើងយ៉ាងឆាប់រហ័សនៅឆ្នាំនេះលោក Sam Altman ក៏បានបង្ហាញទំនុកចិត្តនៅការប្រកួត AI គេបានបង្ហាញខ្លួនលើ Channel មួយបានថ្លែងថា Gemini 3មិនមានឥទ្ធិពលគួរឲ្យខ្លាចខ្លាំងដោយជាការព្រួយបារម្ភទេមុននេះបន្ទាប់ពី Google បានបញ្ចេញស៊េរី Gemini 3ភ្លាម OpenAI បានចេញ Code Red ហើយប្រញាប់ប្រញាល់អភិវឌ្ឍ AI ជំនាន់ក្រោយគេបានបន្តថា Code Red តែងតែកើតឡើងនៅ OpenAI ដោយបន្ថែមថាវាក៏បានប្រកាសក្នុងពេលដែល DeepSeek បានលុកឡើងដែរគេក៏បានបង្ហាញអំពីស្ថានភាពអភិវឌ្ឍនៃបច្ចេកវិទ្យា GPT ដោយថ្លែងថាយើងបានបញ្ចេញគំរូរូបភាពថ្មីនិងបានដាក់ឲ្យប្រើប្រាស់ GPT 2.2 កាលពីសប្តាហ៍មុននិងការឆ្លើយតបល្អនិងមានកំណើនយ៉ាងឆាប់រហ័សគេបានសង្កត់ធ្ងន់ថាខ្ញុំជឿថាផ្នែកដែលមានតម្លៃសេដ្ឋកិច្ចសំខាន់ៗដូចជាការរកឃើញវិទ្យាសាស្ត្រនិងការឡើងពីគំរូដែលទន់ទំនើបជាងគេបានបន្ថែមថាយើងមានផែនការដើម្បីបន្តឈានមុខគេនៅជួរមុខនោះដូច្នេះហើយការផ្ដល់មូលនិធិដល់ទ្រង់ទ្រាយធំរបស់ OpenAI គឺជាសញ្ញានៃពុំ AI ដែលបញ្ជាក់ថាក្រុមហ៊ុន AI និងតម្លៃភាគហ៊ុនទាំងផ្លាយការត្រូវបានវាយតម្លៃខ្ពស់ហួសហេតុ OpenAI មិនបានបង្កើតការលក់ឯករាជ្យធៀបនឹងក្រុមហ៊ុនផ្សេងទេទោះជាយ៉ាងនេះវានៅតែបន្តការវិនិយោគទ្រង់ទ្រាយធំ
តាមរយៈការផ្ដល់មូលនិធិចំនួនក្រានច្រើននិងតម្លៃក្រុមហ៊ុនកំពុងតែកើនឡើងយ៉ាងខ្លាំងលើពីនេះទៅទៀតរចនាសម្ព័ន្ធរុលវិញដែលមូលនិធិវិនិយោគចំនួនហូរត្រឡប់ទៅ OpenAI វិញតាមរយៈក្រុមហ៊ុនផ្លាយការកំពុងតែកើតឡើងដែរយោងតាម Reuters Amazon ប្រហែលជានឹងវិនិយោគ$10,000 លានប្រហែល 14.8 trillion won លើ OpenAI និង OpenAI ត្រូវបានរំពឹងថានឹងប្រើប្រាស់លុយនេះដើម្បីទិញបញ្ជាប់ Chip AI ផ្ទាល់របស់ Amazon គឺ Trainium លោក Altman ក៏បានទទួលស្គាល់ផ្នែកមួយនៃបញ្ហាពុំ AI ដែរនៅក្នុងការសម្ភាសន៍លើ YouTube នៅថ្ងៃនោះគេថ្លែងថាទោះជាក្រុមហ៊ុនមួយចំណាយពេលទៅជួបក្រុមហ៊ុនណាក៏តម្លៃភាគហ៊ុនរបស់វាអាចកើនឡើង 10% នៅថ្ងៃបន្ទាប់ខ្ញុំគិតថាមិនមែនជាសុខភាពទេគេបានបន្ថែមថាឥឡូវនេះភាពសង្ស័យនិងវិន័យបានលុកឡើងដែលជារឿងល្អប្រសើរជាងមុន